ជំរាបសួរអ្នកសិក្សាស្រាវជ្រាវទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីពីរចំណុចទាក់ទងទៅនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រតែក្នុងនោះយើងលើកអំពីទីតាំងភូមិសាស្ត្រនិងរចនាសម្ព័ន្ធនៃប្រាង្គប្រាសាទមួយប្រាសាទភ្នំជីសូស្ថិតនៅភូមិដកពោឃុំរវៀងស្រុកសំរោងខេត្តតាកែវដែលមានចម្ងាយប្រហែល62គីឡូម៉ែត្រខាងត្បូងនៃរាជធានីភ្នំពេញនិង27គីឡូម៉ែត្រខាងជើងនៃទីរួមខេត្តតាកែវតាមសាលាចារឹកភ្នំជីសូមានឈ្មោះថាសូបរិពតដែលមានន័យថាភ្នំរបស់ព្រះបាទសូរវរ្ម័នទី1មានសាលាចារឹកមួយបានអធិប្បាយថាព្រះបាទសូរវរ្ម័នទី1សោយរាជ្យពីឆ្នាំ1001នៃគ្រិស្តសករាជដល់ឆ្នាំ1050នៃគ្រិស្តសករាជថ្វាយគ្រឿងសក្ការបូជានានាដល់អាទិទេពលើភ្នំនេះក្នុងឆ្នាំ1119នៃគ្រិស្តសករាជមហាសក្ការៈ941ស្ថានភាពប្រាសាទនេះមានហានិភ័យខ្ពស់ដោយផ្នែកដែលកើតឡើងដោយសារតែកត្តាផ្សេងៗដូចជាអាយុកាលមនុស្សនិងធម្មជាតិដែលធ្វើឲ្យរចនាសម្ព័ន្ធប្រាសាទមួយចំនួនស្ទើរតែដួលរលំក្នុងនោះដែរបណ្ណាល័យខាងជើងក៏មានហានិភ័យខ្ពស់ដែលគួរឲ្យបារម្ភទៅមន្ត្រីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកគម្រោងធ្វើការអភិរក្សនិងជួសជុលបន្ទាន់នៅក្នុងឆ្នាំ2020នេះបណ្ណាល័យខាងជើងប្រាសាទភ្នំជីសូធ្វើឡើងពីឥដ្ឋបែរទៅទិសខាងលិចជញ្ជាំងនៅផ្នែកខាងជើងបានដួលរលំអស់នៅសល់តែជញ្ជាំងខាងត្បូងដែលកំពុងតែប្រឈមនឹងហានិភ័យដោយសារតែគុណភាពបាយអចុះខ្សោយគ្រឹះស្រុតបន្តិចឥដ្ឋក៏បានលុះធ្លាក់ចុះច្រើននិងមានស្នាមប្រេះនៅតាមដំណឥដ្ឋនីមួយៗការងារអភិរក្សនិងជួសជុលបណ្ណាល័យខាងជើងប្រាសាទភ្នំជីសូធ្វើឡើងតាមបច្ចេកទេសនៃការជួសជុលប្រាសាទពីឥដ្ឋដែលធ្លាប់បានធ្វើកន្លងរួចមកហើយរួមមានធ្វើការសម្អាតនិងរើឥដ្ឋដែលបាក់បែកនិងអស់គុណភាពចេញរួចបំពេញជំនួសដោយឥដ្ឋថ្មីដែលមានគុណភាពមានទំហំពោលដូចឥដ្ឋចាស់បំពេញឥដ្ឋថ្មីនៅទីតាំងដែលបាត់ឥដ្ឋតាមស្លាកស្នាមដែលបានបន្សល់ទុកនិងយកបាយអចាស់តែអស់គុណភាពចេញរួចបំពេញ